ជួយខ្ញុំផងសែងហូក៏បានដើរមកចិត្តនឹងបាននិយាយថាបិទកញ្ចប់មាត់របស់ឯងតែឯងមិនឃើញទេមែនថាយើងមានភ្ញៀវនៅទីនេះចេញពីទីនេះឲ្យឆាប់សួស្តីអ្នកគ្នាខ្ញុំមីកាហើយថ្ងៃនេះគឺយើងនឹងមកតសាយរឿង Windbreaker របស់យើងទៀតភាគមុនជ័យចូលរបស់យើងក៏បាននៅឃើញដល់រឿងអតីតកាលដែលពូរបស់គាត់នឹងត្រូវបានគេដាក់ថ្នាំដោយមិនដឹងខ្លួនដូចជា TJ បច្ចុប្បន្ននឹងអញ្ចឹងនៅពេលនេះនៅពេលដែលជ័យចូលនឹងគាត់បាននៅឃើញដល់រឿងនឹងហើយគាត់កំពុងតែឈរពិបាកចិត្តនៅពេលដែលគាត់សង្កេតទៅមើលនៅខាងមុខនឹងគាត់ក៏បានឃើញមីនូជាមួយនឹងម៉ៃកំពុងអង្គុយសាសងគ្នាដោយម៉ៃបាននិយាយទៅមីនូថាតើឯងមានអារម្មណ៍ថាមិនអីទេអីមីនូថាយ៉ាខ្ញុំមិនអីនោះទេតែម៉ៃក៏បានថាមើលទៅមីនូនឹងគឺអត់ស្រួលចិត្តនោះទេមីនូក៏បានប្រាប់ថាវាគ្រាន់តែខ្ញុំកំពុងតែសង្ស័យថាតើខ្ញុំមានប្រយោជន៍អ្វីខ្លះចំពោះក្រុមរបស់ពួកយើងមីនូក៏ល្អូទៀតថាមើលតាមត្រង់ទៅខ្ញុំអាចទៅដល់ទីនោះបានក៏ដោយសារតែអ្នកទាំងអស់នោះដែរគាត់ប្រហែលជានឹកឃើញដល់ពាក្យដែល TJ មើលងាយគាត់ថាគាត់អាចទៅដល់ការប៉ណ្ណឹងនឹងបានក៏ដោយសារតែ J ជាមួយនឹងគ្នានិយាយស្រួលទៅ TJ មើលងាយតែគាត់អត់ប្រយោជន៍ចឹងទៅដល់ពេលអញ្ចឹងឥឡូវមីនូក៏បាននិយាយទម្រង់បែបអន់ចិត្តចឹងទៀតថាខ្ញុំមានអារម្មណ៍ថាខ្ញុំគ្រាន់តែជាបន្ទុកបន្ថែមសម្រាប់ពួកគេប៉ុណ្ណោះបែបថាគាត់គ្រាន់តែជាអ្នកទើសដៃទើសជើងតែប៉ុណ្្នឹងគ្មានសូវមានប្រយោជន៍អីទេចឹងណានៅពេលដែលគាត់កំពុងតែមើលងាយខ្លួនឯងហ្នឹងម៉ៃក៏បាននិយាយថាខ្ញុំមិនគិតថាវាបែបនោះទេមីនូក៏ឆ្ងល់ងាកទៅមើលម៉ៃក៏បាននិយាយតខ្ញុំមិនសូវដឹងច្រើនអំពីការបណ្ណាំងកង់នោះទេប៉ុន្តែខ្ញុំស្ទើរតែជាអ្នកគាំទ្រដែលបានមើលការប្រកួតរបស់ឯងទាំងអស់ហើយបានន័យថានាងមិនសូវចេះមើលកង់អីនោះទេប៉ុន្តែនាងបានមើលមីនូនឹងប្រកួតកង់រាល់ការប្រកួតទាំងអស់តែម្ដងលើម៉ៃក៏និយាយតថាឯងសុខចិត្តលះបង់ខ្លួនឯងដើម្បីប្រើវិធីការពារដំក្នុងអំឡុងពេលការប្រកួតលើកមុនហ្នឹងហើយឥឡូវឯងបានការពារជេជាមួយនឹងវីននីពីម្សិលមិញនឹងដូចគ្នាមីនូខ្ញុំគិតថាអ្នកដទៃទៀតគឺធ្វើបានល្អក៏ព្រោះតែដោយសារតែឯងបានធ្វើការងារដ៏អស្ចារ្យមួយដែលការពារក្រុមនៅពីក្រោយឆាកមីនូនៅពេលដែលបានលើកពាក្យលើកទឹកចិត្តរបស់ម៉ៃដែលជាក្រាស់របស់ខ្លួនហើយក៏អូខេតែនៅពេលនោះយើងក៏បានលើសំឡេងសេលីនិយាយថាជេតើបងកំពុងធ្វើអីគេនៅទីនោះមីនូឆ្ងល់ក៏បានងាកទៅមើលហេតុអ្វីបងឯងឈរនៅទីនោះដូចជាមនុស្សឈួតចឹងខ្ញុំឃ្លានណាតោះទៅហាងជាមួយគ្នាមីនូជាមួយនឹងម៉ៃក៏បានឈរមើលច្រឡំអង្គុយមើលការពិតទៅយើងដឹងហើយជេក៏កំពុងឈរមើលរៀងប្រច័ណ្ឌនឹងឯងនៅពេលនេះយើងក៏បានឃើញនៅលើអាគារមួយហើយបរិសម្នាក់នេះគឺជានរណាដែលនៅពេលនេះគឺមានសលេងគោះទ្វារហើយក៏បានដើរចូលមកបាទលោកប្រធានដោយម្នាក់នឹងគឺជាឪពុករបស់មីនូនឹងឯងគាត់ក៏បានហៅបុគ្គលិកឬកូនចៅគាត់មកហើយនៅពេលនេះគាត់ក៏បាននិយាយថាបន្ទាប់ពីសាលាបានបញ្ចប់នៅថ្ងៃនេះទៅយកមីនូមកទីនេះយើងមើលទៅប្រហែលជាមានរឿងមិនស្រួលទៀតហើយតែឥឡូវយើងកាន់មក office របស់ Sang Ho វិញគាត់កំពុងតែឆុងកាហ្វេណាហើយតួអង្គម្នាក់ស្រីនេះដែរគឺមានឈ្មោះថាអ៊ីមឈីអ៊នយើងសូមហៅគាត់ថាអ៊ីមឈីហើយកាលមុន admin គាត់ថាគាត់បងប្អូន Sang Ho តែមិនមែននោះទេបាទឥឡូវនេះក៏បាននិយាយថាមិនដែរតែវាដំណើរការបានល្អទេដល់នៅពេលនេះ Sang Ho បាននិយាយថាវាអាក្រក់ខ្លាំងណាស់សារធាតុញៀននោះមិនត្រូវបានស្រូបចូលក្នុងរាងកាយពេញលេញនោះទេដូច្នេះត្រូវបានគេធ្វើតែរកឃើញអ្នកគ្នាយល់អត់បាទប្រហែលជាគម្រោងរបស់ Sang Ho បានប្រើឲ្យ Wu Ying នឹងប្រើសារធាតុញៀននិយាយទៅឲ្យ Wu Ying នឹងដាក់សារធាតុញៀនចូលក្នុងខ្លួន TJ ចឹងទៅប៉ុន្តែដោយសារតែសារធាតុញៀនឬក៏ការធ្វើតេស្តនៅលើខ្លួន TJ នឹងអាសារធាតុញៀននឹងមិនត្រូវបានស្រូបចូលក្នុងខ្លួន TJ បាត់នោះទេចឹងហើយនៅពេលដែលគេធ្វើតេស្តគឺថាគេធ្វើតេស្តរកឃើញតែម្ដងអញ្ចឹងបានន័យថាការធ្វើតេស្តថ្នាំរបស់ Sang Ho គឺមិនជោគជ័យនោះទេដោយសារតែគោលបំណងរបស់គាត់នឹងគឺចង់ប្រើថ្នាំនឹងដោយគេអាចធ្វើតេស្តដឹងណាអ្នកគ្នាយល់អត់ប៉ុន្តែថ្នាំដែលគាត់បានប្រើ Wu Ying ដាក់នៅក្នុងខ្លួនរបស់ TJ នឹងគឺត្រូវបានគេពិនិត្យឃើញចឹងហើយគឺវាអត់មានដំណើរការនោះទេដែលឥឡូវ Sang Ho ក៏បានងាកមុខមកនឹងបាននិយាយថាវាដល់ពេលហើយដើម្បីឆ្ពោះទៅមុខនៃអាជីវកម្មរបស់ពួកយើងអាជីវកម្មរបស់ Sang Ho តាក់ទងនឹងសារធាតុញៀននឹងឯងនិយាយទៅអាក្រក់ដែរណាដែលឥឡូវ Sang Ho ក៏បានយកកាហ្វេនឹងមកដាក់ឲ្យម្នាក់ស្រីនឹងដែលនាងក៏បានអរគុណហើយនាងក៏បានទាញថ្នាំមកប្រអប់ទៀតមកឲ្យ Sang Ho ឲ្យនៅពេលនេះដោយនាងបាននិយាយថានេះគឺជា sample ចុងក្រោយបំផុតហើយនាងនិយាយទៀតថានៅក្នុងហ្នឹងគឺមាន3ដបនៅខាងក្នុងចឹងហើយសាកប្រើវាទៅនៅពេលដែលឯងត្រូវការ Sang Ho ក៏បានកាន់យកមកមើលហើយនៅពេលនោះវ៉ាងយុនក៏បានដើរមកពីក្រោយ Sang Ho នឹងមកស្រីឈ្មោះ Sang Ho ហើយគេបាននិយាយទៅបងប្រុសរបស់គេថាតើបងឯងបានធ្វើរឿងអ្វីមួយជាមួយនឹងអាចង្រៃវ៉ែនតាពណ៌លឿងនឹងមែនហើយបងឯងនឹងឲ្យពួកគេនឹងវាយខ្ញុំបែបហ្នឹងបែបថាតើ Sang Ho នឹងអត់ជួយដោះស្រាយទេមែនគេវាយប្អូនប្រុសខ្លួនឯង Sang Ho ក៏បានតបមកវិញថាឈប់ធ្វើដូចជាខ្លួនឯងនឹងកូនក្មេងទៅវាមិនមែនជាបញ្ហារបស់យើងនោះទេឯងត្រូវបានគេវាយដោះស្រាយដោយខ្លួនឯងទៅវ៉ាងយុនក៏បាននិយាយថា Come on man ជួយខ្ញុំផង Sang Ho ក៏បានដើរមកចិត្តនឹងបាននិយាយថាបិទកញ្ចប់មាត់របស់ឯងតែឯងមិនឃើញទេមែនថាយើងមានភ្ញៀវនៅទីនេះចេញពីទីនេះឲ្យឆាប់ដល់ពេលលឺអញ្ចឹង Sang Ho ជាមួយនឹងវ៉ាងយុនក៏ស្រឡឹងភ្នែកដាក់គ្នាតែនៅពេលនោះវ៉ាងយុនក៏បានងាកមកក្រោមហើយក៏បានឃើញបងប្រុសរបស់គេនឹងដូចជាលើកអាកញ្ចប់ថ្នាំនឹងមកឲ្យគេឃើញអញ្ចឹងណាវ៉ាងយុនគេក៏យល់ន័យក៏បានដើរចេញបាត់ទៅតែមុននឹងដើរចេញហ្នឹងគេក៏បាននិយាយដែរថាមិនអីទេខ្ញុំគិតថាការងារគឺមានសារៈសំខាន់ជាងប្អូនប្រុសរបស់បងឯង Sang Ho នៅពេលដែលបានឮមួយម៉ាត់ហ្នឹងគេក៏រៀងមិនសូវពេញចិត្តហ្មងដែរមើលតែភ្នែកទៅ
ហើយនិយាយអំពីម្នាក់ស្រីនឹងបន្តិចគឺយើងអត់ទាន់ស្គាល់ពីសាវតារបស់នាងច្បាស់លាស់នោះទេយើងគ្រាន់តែស្គាល់ឈ្មោះរបស់នាងទៅបានហើយប៉ុន្តែឥឡូវយើងដឹងថានាងមិនមែនជាបងប្អូនរបស់សេងហូនោះទេនាងប្រហែលជាដៃគូសហការរឿងរើស៊ីអញ្ចឹងណាតែនៅពេលនេះយើងក៏បានឃើញថានៅលើដងផ្លូវនៃការប្រកួត TJ កំពុងតែដេញតាមពីក្រោយក្រុម Hummingbird នៅពេលដែលគាត់កំពុងតែជិះនឹងក៏បានលើសលេងណាដតីដែលបាននិយាយដើមគាត់ថាខ្ញុំបានលើថាគេនឹងគឺវក់ជាមួយនឹងគ្រឿងញៀនអានេះអត់ប្រយោជន៍មែនគ្នារបស់ TJ ក៏បាននិយាយថាខ្ញុំមិនដែលគិតថាឯងនឹងធ្លាក់ចុះបែបនេះនោះទេតែឯងបានហ្វឹកហាត់គ្រប់ពេលដើម្បីធ្វើបាបជេរនឹងក្រុមរបស់គាត់ត្រូវអត់វាជាការអាម៉ាស់ណាស់ក្នុងការរួមក្រុមជាមួយនឹងឯងអាញៀនថ្នាំ TJ Kim នៅពេលនោះ TJ ក៏បានលោតចេញពីតុឡើងក្រឹតក្រែងតែម្ដងដែលគេបានស្រែកថាពួកឯងយល់ខុសទៅទាំងអស់គ្នានឹងពួកអាចង្រៃតែនៅពេលដែលគេបានកលេចមើលជុំវិញខ្លួនគឺថាគ្រប់គ្នាគឺមើលមុខគាត់ដោយប្លែកតែម្ដងនិយាយស្រួលទៅ TJ មិននឹងគេគ្រាន់តែយល់សពនោះទេហើយនៅពេលដែលគាត់ឃើញទស្សនវិជ្ជាបែបហ្នឹងរៀងខ្មាស់គេដែរណាសុកងើបមកស្រែកអីចឹងគាត់ក៏បានអង្គុយចុះវិញចំណែកឯមើលរួមថ្នាក់របស់ TJ នឹងគឺឆ្ងល់មែនតើសុក TJ បង្ហាញអាកប្បកិរិយាបែកចឹងណាតើមានរឿងអីកើតឡើងជាមួយនឹងគេតើគេដាក់ជ្រុលឬក៏អីគេនោះម្នាក់ទៀតថាខ្ញុំមិនដឹងទេគ្រាន់តែកុំមើលភ្នែករបស់គេធ្វើឲ្យខ្ញុំខ្លាចឯងយើងមើលទៅ TJ នៅពេលនេះគេខឹងខ្លាំងមែនតើនៅពេលនេះ TJ ក៏បាននិយាយថាហើយយើងដឹងហើយគេគឺនៅពីក្រោយរឿងទាំងអស់នេះនិយាយចំទៅ TJ គឺដឹងហើយថា Wu Ying គឺជាអ្នកនៅពីក្រោយរឿងទាំងអស់ដែលបានកើតឡើងហ្នឹងគឺបានដាក់សារធាតុញៀននៅក្នុងគ្រឿងកំប៉ុងហ្នឹងឯងយើងមើលទៅ TJ ប្រហែលជាគាត់ចង់សងសឹកហើយនៅពេលដែល TJ បានទៅប៉ះមួយ Wu Ying ដឹងតែល្អមើលតែម្ដងអ្នកគ្នាកុំភ្លេចចាំមើលផងបាទតែនៅពេលនេះយើងកាន់មកទស្សនវិជ្ជារបស់ J វិញ Minu ក៏បានដើរមកឃើញ J កំពុងតែអង្គុយដាក់ការអានសភៅជឿមក Minu នឹងគាត់ក៏ជឿដែរ J គឺពិសេសមែនតើបាទដាក់ការផងអានសភៅផងនៅពេលនេះ Minu ក៏បានដើរមកអង្គុយនឹងបាននិយាយថាហើយអាកាសធាតុពិតជាល្អខ្លាំងណាស់ហើយត្រជាក់ទៀតនៅថ្ងៃនេះ Minu ក៏បាននិយាយទៀតដែរថាឯងគួរតែយក Sally ចេញក្រៅទៅ date ជាមួយគ្នាដូចជាថ្ងៃនេះទៀតទៅកន្លែងហ្នឹងសិតតែគីឡូចិត្តវិជាបានយល់អ្នកគ្នា Minu ចង់បខំឲ្យ J នឹងស្រឡាញ់ Sally ដោយសារតែគាត់ដឹងថាម៉ៃលងជាមួយនឹង J អញ្ចឹងណាអាហ្នឹងផលប្រយោជន៍រៀងៗខ្លួនតែនៅពេលដែល Minu និយាយឲ្យ J ធ្វើដូចជាមិនខ្វល់គាត់ក៏បានដកដង្ហើមធំមួយហើយគាត់ក៏បាននិយាយទៀតថាថ្ងៃណាមួយខ្ញុំនឹងចេញទៅ date បើសិនជាខ្ញុំមានសង្សារតែនៅពេលនោះក៏មានដៃមួយមកខ្ជប់មាត់របស់ Minu ហើយកន្លែងហ្នឹង admin អានឲ្យទៅជា reply វិញបាទលោកម្ចាស់អាច date ជាមួយនឹងពួកយើងបានលោកម្ចាស់ជឿបើហើយពួកហ្នឹងក៏បានចាប់យក Minu ទៅបាទទៅតែយើងមើលទៅ J ដូចជាអត់បានចាប់អារម្មណ៍នោះទេអត់យល់ហ្មងនៅក្បែរគ្នាមែនតើ J គាត់ធ្វើដូចអត់ខ្វល់ចឹងតែ Minu វិញនៅពេលដែលគេខ្ជិបមាត់គាត់ហើយគាត់ក៏ខំប្រឹងស្រែកអ៊ឺនឹងឯងដោយសារគេខ្ជិបមាត់ហើយក៏ខំប្រឹងស្រែកមកថាJ call ទៅ police តែ J របស់យើងគាត់ដាក់កាសហ៎គាត់អត់បានស្ដាប់ឮនោះទេពួកដែលចាប់ Minu នឹងក៏បាននិយាយថាបញ្ញាប់ឡើងហើយយកគេចូលឡានណាតែយើងមើលទៅ J ដូចជាអត់ចាប់អារម្មណ៍អីសោះហ្មងគាត់ប្រឹងមើលតែសភៅនោះទេតែមេមានគាត់ប្រហែលជាដឹងថា Minu កំពុងតែមកប៉ុន្តែគាត់លែងចាប់អារម្មណ៍ប្រហែលគាត់លែងយកចិត្តទុកដាក់អញ្ចឹងដោយសារតែគាត់ប្រចាំនោះចឹងហើយនៅពេលដែលមានគេមកចាប់ Minu គាត់អត់បានចាប់អារម្មណ៍នោះទេតែមួយសន្ទុះក្រោយមក Sally ក៏បានដើរមកនិងបាននិយាយថា What's up តើបងកំពុងតែរៀនអង់គ្លេសមែនតើអូនអាចជួយបងបានដោយរបៀបណា J ក៏បានដកការទាំងឆ្ងល់ដោយសារតែគាត់ស្ដាប់អត់ឮនោះទេ Sally ក៏បានសួរថាបាត់ Minu ទៅណា J ក៏បានថាខ្ញុំអត់ដឹងទេគាត់នៅទីនេះមែន Sally ថាអូនគិតថាគាត់នៅជាមួយបងឯងណាតែនៅពេលនេះក៏មានសលេងមួយស្រែកថាអើយខ្ញុំខ្មាស់គេណាដែលនោះគឺជាសលេងដំហ្គេងណាជួននៅក្បែរហ្នឹងក៏បានលួងថាមកឈប់យំទៅតិចទៀតនឹងវាដោះឡើងវិញហើយអ្នកគ្នាដឹងថាយត់លោកគ្រូនឹងគឺបានកោពុកមាត់ដំហ្គេងហើយកោទាំងអស់មិនថាទេកោតែមកចំហៀងទៀតសាំខ្លាំងមែនទេដំហ្គេងក៏ខំប្រឹងស្រែករអ៊ូថាតើឯងដឹងទេខ្ញុំខំប្រឹងថែវាយ៉ាងលំបាកណាស់ថែពុកមាត់ហ្នឹងណាខ្ញុំមានអារម្មណ៍ថាទលាយដូចស្រាតចឹងគឺខ្មាស់គេតែម្ដង Sally សើចចំណែ J វិញមកឡើងស្មា Sally សើចថាហេតុអ្វីបានជាលោកគ្រូនឹងទុកពុកមាត់វាកដាលទៀតចឹងដំហ្គេងក៏តបមកវិញយ៉ាងកំ pl ែងថាគាត់ប្រាប់ខ្ញុំនឹងឲ្យកោពាក់កដាលខ្លួនឯងទៀតទៅយ៉ាប់ណាហើយពួកគេក៏បានសើចសប្បាយជាមួយនឹងគ្នាចឹងទៅតើឥឡូវយើងសូមចោលត្រឹមនឹងសិនហើយយើងចាំជួបគ្នានៅភាគក្រោយទៀត Goodbye អ្នកគ្នា